បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលរថយន្ត model NX200T រវាង option luxury ហើយនិង sport អញ្ចឹងនៅមុខខ្ញុំនេះគឺជារថយន្តប្រភេទNX200T ប្រភេទ sport ពង1អញ្ចឹងយើងក៏មើលទាំងអស់នេះថាតើមានកន្លែងណាខ្លះដែលយើងសម្គាល់ថាវាជាប្រភេទ sport ព្រោះអីនៅទីផ្សារយើងបច្ចុប្បន្នមានប្រភេទ luxury តែយកមកឡើងណាស់ឡើង luxury ទៅជា sport បើយើងអត់ដឹងទេយើងមើលអត់ដឹងថាមួយណាឡាន Sport Scene ឬក៏ឡានសេរីទេអញ្ចឹងយើងមកមើលឡាន Sport Scene ទាំងអស់គ្នាអញ្ចឹងទី1ទៅលើកាងខាងមុខនេះអញ្ចឹងកាងខាងមុខនេះគឺជាប្រភេទគេហៅថា grill បែបខ្មៅតែបើពួក luxury ចាំមើលខ្ញុំដាក់រូបឲ្យមើលវារៀងលក្ខណៈឆ្នោតវារៀងឆ្នោតហើយអាហ្នឹងទី1ទី2 Sport នេះអត់មានទេluxury អត់មានបែប Sport ទេហើយមួយទៀតកញ្ចក់ហ្នឹងបើសិនជាឡានពណ៌សគឺកញ្ចក់ពណ៌សតែបើ head Sport គឺពណ៌ខ្មៅហើយមួយយ៉ាងនេះគឺជាយ៉ាង Sport ដែរយ៉ាងពង2 sorry យ៉ាងនេះយ៉ាងពង2ហើយ Sport គឺខាងក្រោយមាន logo Sport ខាងមុខមួយខាងក្នុងមានមួយហើយមួយទៀតគឺយើងមើលនៅខាងក្នុងអញ្ចឹងខាងក្នុងនេះប្រភេទពួក Sport គឺវាមាន logo Sport ហើយមួយទៀតវាមាន pedal shift គឺក៏ខ្មែរគេហៅថា Tectonic ដែលសម្រាប់ប្រើលេខដៃហើយប្រភេទ Sport គឺមានភ្ជាប់មកជាមួយនឹងកៅអីក្តៅបើពួក luxury មានក្តៅមានតែជាតែ Sport មានតែកៅអីក្តៅទេហើយដូចជាហ្នឹងឯងខុសគ្នាប៉ុណ្ណឹងអធិស្ឋានបងប្អូនអរគ្នាវីដេអូហ្នឹងអត់ទាន់ចប់ទេខ្ញុំសូមថែមប្រហែលចំណុចទៀតទៅលើប្រភេទ Sport ហើយនិង luxury អញ្ចឹងវាខុសគ្នាទៅលើប្រភេទកុងទ័រមួយទៀតចាំខ្ញុំដាក់រូបនៅលើហ្នឹងប្រភេទSport ហើយនិង luxury កុងទ័រខុសគ្នាបន្តមកទៀតគឺឈ្នាន់ជាន់ទៅលើប្រភេទ Sport គឺដែកប្រភេទដែកហើយ luxury គឺជាប្រភេទជាប់ទេហើយមួយទៀតគឺកន្លែងត្រង់កន្លែងបើកសលេងអញ្ចឹងនៅលើ NX200T Sport មានកន្លែងបើកសលេងនៅពេលដែលយើងកាច់ចូល Sport Mode ហើយយើងបើកសលេងហ្នឹងទៅពេលយើងជន់ទៅសលេងវាឬខ្លាំងដូចឡានស្ពណ៌អញ្ចឹងវាមិនខ្លាំងដូចឡានស្ពណ៌ហើយវាបានថា40-50% ដែរបាទសូមអរគុណ